ក៏បាននៅឃើញរឿងមួយប្រហែលថ្ងៃមុននៅខេត្តកំពង់ធំក្មេងប្រុសម្នាក់អាយុ4ឆ្នាំលេងផ្លុំកញ្ចែចៃដន្យក៏បានស្លាក់ចូលទៅក្នុងបំពង់ខ្យល់បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗកំពង់កផឹកទឹកចូលទៅកំពង់ខ្យល់ហ្នឹងនិយាយទៅតើតើមានឧបករណ៍ហ្នឹងមកដោះស្រាយបានភ្លាមៗក្នុងករណីបន្ទាន់អូខេបន្ទាប់ពីមើលវីដេអូនឹងហើយបងប្អូនប្រកាសជាយល់ហើយថាលោកគ្រូបីទាំងអស់មិនថាក្មេងមិនថាចាស់ទេបញ្ហានេះអាចនឹងកើតមានឡើងជាយថាហេតុទៅកាន់ពួកគាត់ដោយការធ្វើប្រហែសឬប្រការណាមួយខ្ញុំក៏បាននៅឃើញរឿងមួយប្រហែលថ្ងៃមុននៅខេត្តកំពង់ធំក្មេងប្រុសម្នាក់អាយុ4ឆ្នាំលេងផ្លុំកញ្ចែចៃដន្យក៏បានស្លាក់ចូលទៅក្នុងបំពង់ខ្យល់បណ្ដាលឲ្យបាត់បង់ជីវិតភ្លាមៗខ្ញុំអត់បានផលិតព័ត៌មាននេះទេបងប្អូនអាចចូលទៅឆែកបាននៅក្នុង YouTube ខ្ញុំដាក់ link ឲ្យចូលនៅក្នុងព័ត៌មានគេផ្សាយពេញនឹងផងដែរនៅខេត្តកំពង់ធំអាចនឹងដឹងហើយមូលហេតុគឺដោយសារតែនៅក្នុងប្រទេសយើងប្រជាជនភាគច្រើនគឺគាត់អត់ទាន់បានយល់ដឹងអំពីរបៀបប្រើប្រាស់ឧបករណ៍បូមស្លាក់ហ្នឹងទេឧបករណ៍សង្គ្រោះបឋមហ្នឹងទេនៅគាត់អត់ទាន់យល់ដឹងនៅឡើយហើយអត់ទាន់ស្គាល់ទេភាគច្រើនដោយឡែកនៅក្នុងប្រទេសចិនវិញណានៅគ្រួសារនីមួយៗគឺមានឧបករណ៍នេះមួយជាចាំបាច់នៅក្នុងផ្ទះគឺគេគិតថាវាជាឧបករណ៍មួយចាំបាច់សម្រាប់សង្គ្រោះបឋមនៅពេលដែលមានបញ្ហាចៃដន្យស្លាក់ចូលបំពង់ខ្យល់ឬបំពង់កជាយថាហេតុណាមួយគេទុកវាហាក់បីដូចជាបំពង់ពន្លត់អគ្គិភ័យនៅក្នុងផ្ទះមួយចឹងឯងឧបករណ៍មួយនេះគឺបានទទួលស្គាល់ពីក្រសួងសុខាភិបាលហើយគេបានអនុញ្ញាតនិងមាន certificate មានអាជ្ញាប័ណ្ណគេត្រឹមត្រូវដែលក្រុមហ៊ុននោះអាចមានសិទ្ធិចុះទៅផ្សព្វផ្សាយចុះទៅធ្វើសកម្មសាលាទៅកាន់អាណាព្យាបាលគ្រប់រូបនៅប្រទេសគេផងដែរហើយពិសេសគឺគេតែងតែចុះធ្វើបេសកកម្មចែកម្លែកនៃចំណេះដឹងរបៀបសង្គ្រោះបឋមក្នុងការប្រើប្រាស់ឧបករណ៍នោះប្រើរបៀបណាអញ្ចឹងទៅកាន់សិស្សានុសិស្សក្មេងចាស់ប្រុសស្រីទាំងអស់ឬក៏អាណាព្យាបាលទាំងអស់អាចថាបើសួរទៅកាន់ប្រជាជនចិនទាំងអស់តើស្គាល់ឧបករណ៍នោះទេគឺភាគច្រើនគឺគេស្គាល់ព្រោះអីក្នុងមួយផ្ទះគឺគេតែងតែមានមួយហើយឧបករណ៍នេះមិនមែនថាល្បីនៅប្រទេសចិនទេគឺប៉ាអឺរ៉ុបក៏ប្រើច្រើនដែរនៅក្នុងមួយគ្រួសារគេតែងតែមានមួយទុកជាចាំបាច់ប្រៀបដូចខ្ញុំនិយាយខាងដើមអញ្ចឹងថាធុងបន្លត់អគ្គិភ័យហ្នឹងហើយបច្ចុប្បន្នបន្ទាប់ពីខ្ញុំធ្វើវីដេអូផ្ទុះកាលពីប្រហែលថ្ងៃមុនមានអតិថិជនយើងជាច្រើនដែលបានកម្មង់ឧបករណ៍ហ្នឹងយកទៅទុកក្នុងផ្ទះដើម្បីទៅការពារអញ្ចឹងណាហើយឥឡូវហ្នឹងបើសិនជាបងប្អូនចាប់អារម្មណ៍ចង់ដឹងពីលំបាត់បន្ថែមតម្លៃនិងម៉ាកមួយណាដែលគេនិយមប្រើហើយប្រើទៅវាមានគុណភាពល្អអាចសង្គ្រោះបឋមបានភាគរយច្រើនឬអីចឹងទៅបងប្អូនអាចសាកសួរកាន់ខ្ញុំតបបានហើយឥឡូវនេះខ្ញុំកំពុងតែដាក់កម្មង់បន្ថែមមកបន្តដើម្បីចែកជូនបងប្អូនយើងដែលត្រូវការហើយរបៀបប្រើរបៀបអីមានវីដេអូបង្ហាញនៅក្នុងហ្នឹងស្រាប់បងប្អូនអត់ពិបាកទេអរគុណមានចម្ងល់អីអាចឆាតមកកាន់ Telegram ខ្ញុំផ្ទាល់នៅខាងលើនឹងបានឬក៏ឆាតមកកាន់ Facebook របស់ខ្ញុំផ្ទាល់នឹងមកដើម្បីសាកសួរលំបាត់បន្ថែមកុំបាច់ខ្លាច